นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលំអត់លំអោនកាយនមស្ការចំពោះព្រះភគវន្តមុនីសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គដែលគង់នៅក្នុងវត្តអណាឡោមដោយសេចក្តីគោរពស្រឡាញ់ជ្រះថ្លានិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទវេនទី6ទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អានវេនទី6មានញោមមហាបាសិកាពុទ្ធសាសនូបត្ថម្ភជាកំហូនមានមហាបាសិកាសុយលៀងមានលោកចៅសង្កាត់ញោមចៅសង្កាត់ទៅដល់ណាបាត់ហើយមិញឃើញមកផ្លេតបាត់ទៅណាអូនោះស្មាចិនទៅមិញហើយវេនយើងនេះបានមកដល់ទី6ហើយដូចសពដងញោមបាសិកាជាកំហូនឆ្នាំហ្នឹងក៏ចម្រើនពរញោមចៅសង្កាត់ក៏បានអញ្ជើញមកផ្ទាល់ចូលរួមប្រជុំផងចូលរួមកម្មវិធីផងអស់លោកសប្បុរសទាំងអស់ជាទីស្រឡាញ់កម្មវិធីបុណ្យកាន់វេននេះយើងកាន់រាល់តែឆ្នាំនោះវាមិនមានអីប្លែកទេកាន់វេនហើយក៏ប្រជុំហើយក៏កឋិនហើយចូលឆ្នាំហើយកាន់វេនទៀតកាន់ទៅកាន់មកបាត់ញោមអស់លីងមកជួមុខនេះយូរចាស់ទៅបាត់ហើយចឹងប្រវេណីទំនៀមនៃអ្នកស្រុកកម្ពុជានេះគឺកាន់វេនគ្រប់ទាំងអស់វត្តនៅកម្ពុជា5000វត្តហ្នឹងគឺបើកទ្វារកាន់វេនទាំងអស់ពុំមានវត្តណាមួយអត់ទេគ្រាន់តែវត្តខ្លះក៏មានញាតិញោមអញ្ជើញទៅបានច្រើនវត្តខ្លះទីជនបទឆ្ងាយដាច់ស្រយាលក៏ខ្សត់ខ្សោយអស់លោកសប្បុរសពុទ្ធបរិស័ទបន្តិចបន្តួចទៅតាមទីកន្លែងភូមិសាស្ត្រនៃតំបន់នោះប៉ុន្តែថាឲ្យអត់កាន់វេនបុណ្យកាន់វេននេះមិនមានទេហេតុអីបានជាពុទ្ធបរិស័ទយើងប្រកាន់យកបុណ្យនេះជាបុណ្យប្រចាំជាតិដែលប្រជាពុទ្ធបរិស័ទទាំងអស់លោកមិនអាចមិនធ្វើបានឡើយទោះតែលំបាកខ្សត់យ៉ាងណាក្តីតួយ៉ាងដូចឆ្នាំនេះយើងកំសត់ណាញាតិញោមនៅខាងលិចយើងនឹងលោកមិនចង់ឈប់សោះណាចេះតែមកអភ័ព្វអ្នកកាន់ពុទ្ធសាសនាដូចគ្នាមិនមានមេត្តាធម៌ណាគាត់មិនព្រមឈប់ហើយរដ្ឋាភិបាលនឹងលោកព្យាយាមដោះស្រាយកិច្ចការនឹងក្នុងស្ថានភាពដ៏លំបាកប៉ុណ្ណឹងហើយពុទ្ធបរិស័ទខ្មែរលោកនៅតែប្រពបុណ្យកាន់វេននេះគឺទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដូចជាវត្តយើងអញ្ចឹងលោកជំទាវនាយករដ្ឋមន្ត្រីគាត់កាន់មកវេននៅទីនេះលោកជំទាវបកនាយករដ្ឋមន្ត្រីធនាគារជាតិវត្តយើងមានតែ3ថ្ងៃហ្នឹងទេធំមកក្រៅពីហ្នឹងថ្ងៃហ្នឹងវេនសាកដាលស្អែកឡើងសាស៊ីញេក
khăn sải xa xì nhê khăn sải mũi xa cả đà tao mau tao xa cả đà hay xì nhê nâng ai tình thực cuốn tình spây cái trong hai tao phân không ai khẳng lệch phần khẳng cát với ăn miên nhôm đây miền tây lệ và miền nhôm đã về khẳng cát vặt năng mùi tiệt với ăn miền tây lô star bạc năng miền cằn về này cả chẳng vặt chứ thông tao bay buôn về năng tên nhôm na Atma tao na cái thằng này là kêu chào để cả vặt na lòng tao ô về thông na ta ô thông tao vặt tê về năng ăn tê về nhôm của cô na nó sát cái đa lên ngay lì nàng lì tràn màu hỏi lì tàu vinh tàu vân ngay mình tàu vân nó về dương ngày nắng sau pi liên có sang vọt tục đạo vọt dương nó vọt dương chẳng phía trán vọt là lòng ní chia vọt đéo sum bố bút bò sắt nâu ti chùm này ai mình miến bút bò sắt thom miền tập bay buồn ngày tề hay alo nhận nhôm bột bò sạt tầng o căn về bồn này cứ tìm muối bầm non thông bầm phật này ca bờ rụp bồn này cứ đầm bấy nắng ớt tư chun chùm pua đuông vì nhiên là khăn rồi bó bột cà rây chuồn nè miệt đa bầy đa nắng cứ chia bột cà rây chuồn lấy bột thịt đa từng lại phụ dương từng ọc này đại chia nhiệt chia côn chia trao đại cầm pung tầm miền chip chuồn ruộng nâu sọp ngày nông ạ mình bầm plek lại nâu còn nâu bột cà ra rồi bó bột cà rây rồi bó dương miền miệt đa bầy đa chỉ đôn chỉ ta nhiệt sạch xa lô hết tiếng bầm pi sân đan rồi bỏ lốp để bàn lia chạ lục này tờ hơi chạ trên bị phục hàn đây này tờ hơi dạng nào cái đấy bon cần về ní chiếc bon để ủ tư chùm púa nẹ tầng ọt nụ bê tạ chuồn để bán lia chạ lục này tờ chứng bon cần về ní nhận nhóm bon ủ tư rùm lực đó chuồn để bán lia chạ lục này tờ mình này tha cùng oi plik cùng oi bạn bong vì pro nhiệt nhôm bột bò sạt tầng o miền miệt đa bầy đa chỉ đàm chỉ đàm tầm bông nay cầm nát rồi bọc luôn miền ục bục miền mặt đài đằng chân đầu không bờ bột sa snaព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកត្រាស់សម្ដែងថាទានដែលឲ្យផលនេះទានដែលអាចធ្វើចំពោះអ្វីដែលអាចធ្វើបានចំពោះជនដែលលាចាកលោកនេះទៅមានតែការធ្វើនៅសង្ឃទាននេះឯងការបំពេញទានទី1គឺត្រូវតម្កល់ទាននឹងចំពោះប្រសង់ចំពោះបុគ្គលបដិគិហកៈអ្នកមានសិលថាធ្វើម៉េចចុះបើឧទ្ទិសតាមបែបពុទ្ធសាសនាឧទ្ទិសយ៉ាងម៉េចញាតិញោមរបៀបឧទ្ទិសគេច្រើនណាស់ញាតិញោមខ្ញុំដែលឃើញគេឧទ្ទិសហ៎ចាំមើលដូចពេលដែលនរណាម្នាក់ស្លាប់របៀបប្រពៃណីវប្បធម៌ហ្នឹងផ្សេងគ្នាអ្នកខ្លះពេលដែលស្លាប់ទៅគេឧទ្ទិសឲ្យច្រើនប្រភេទញាតិញោមអ្នកខ្លះគេមិនដឹងធ្វើម៉េចមិនមែនគេយើងអាត្មាឃើញយើងដុតផ្ទះกระดาษទៅធ្វើផ្ទះกระดาษឲ្យដុតទៅដោយជឿថាផ្ទះក្នុងនឹងទៅដល់អ្នកស្លាប់ណាប៉ុន្តែកាលនៅរស់អត់ឲ្យនៅអាផ្ទះធំស្អាតចឹងទេប៉ុន្តែស្លាប់ទៅបានឧទ្ទិសឲ្យផ្ទះกระดาษអូមានផ្ទះហើយអត់ឡានចឹងដាក់ឡានកระดาษទៅមួយទៀតណាអត់ទេមានឡានហើយលោកអត់លុយដុតអាលុយខ្លែងខ្លាយនឹងទៅឲ្យទៀតណាហេតុអីបានយ៉ាងដូចនេះដោយសារតែមានជំនឿជឿថារបស់អស់ទៅនឹងទៅដល់អ្នកស្លាប់
hay bờ pây ni giang được nên nó miền tràn nhiệt nhổ mình men ta sọc dương tê miền tràn phần tay riêng ở đây để chlat để lọ tham gia chạy skate đó nhổ nó dương chlat á chlat tròn thay dương ở hiện đọt lan miền tây để dương đọt lan gật đà nè không giang đấy và dương cũng đã xua thay ấy bạn đọt lan gật đà dương cũng xua chá cũng xua nè đọt cũng xua hay lối cũng dương hiện đọt lôi miền tây đọt ta lôi klein khai lôi miền tây đã tên kia ở lôi klein khai đọt ở màu mày miền lối nó trái nó cùng túc nó bây giờ cái đọt ở klein khai áo cái túc ở miền tây chẳng miền phải chạy trái tư cùng ri trái ồ na này côn cái áo cùng túc còn mới vô tận đặt trọp nào là lần rừng rồi mà bàn chạy nào mà đỏ màu nó rọp lần chọp này sẽ tật tạt ô ta ngày phật hơi cái đã khai khai tao hơi cái đỏ nâng chô tao không tu đấy cái lẹ cái bề trên nhà khai màu tính đi xa cái đào nó từng chuông vô tận đợt anh cả hai phần nàyนี่จะรู้อุตให้ดอดนั่งดอดรอบจำนวนตัวเตี้ยนั่งไงดอดกันแต่จานกันแต่หล่อจังดอดอันเนี้ยคุยดอดนั่งพนีลองก็หอมจะดอดมายุบมาไงเป็นสู้นะทำไมเห็นทาแกnhận nhomเด้การทานั่งก็จะน้อมเนี่ยกึศเต้าโยมนะนั่งเว้นเกจะมาเว้นยืงอย่างนะจังเมียนปัจจัยเมียนหล่อบ่ไอ้ปลาเต้าประจวนชรานหายวิสมัยโลภะเมธาริคลุนเองเปรลกทากรมยืงเนี่ยการพุทธศาสนานี้ปฏิบัติทั่วคือปฏิบัติเอาอิสราเอลคณะพระสัทธรรมนี้โยมปฏิบัติกันแต่เจริญยืงอาจรในขนมชีวิตระบอบยืงนั้นกันแต่ทุสบายมันริชมพูคลุนมันมัวเมาจรานั่งไงมันตั้งตรุงจราไปแต่เอาไปทูคละปรุมวยชีวิตนั่นไปตั้งไปได้จังปะเดบัดโทนั่งเอาทูถ้าพระองค์ทูไม่บาเรื่องไปจราถ้าเตะทำเมื่อระบอบพระสมมาสัมพุทธเจ้าจ่านั้นคือเพื่อเอาชีวิตนั่งสร้างเนี่ยโยมโดยเปรียบลูกทาจังลูกทาพระองค์ลูกทาเจ้าออกโลกสอบบรอพุทธบริษัทแต่โลกเรารู้นั่งว่าโลกอาจเฟื่อไว้บ้านสำหรับเนี่ยสลับพุทธบริษัทสมัยเปรี้ยลูกซัวจังซัวถาตุ่มกุมเถื่อไว้บ้านเมียดาใบดาลูกใจทานต่อให้ยึงดังโลกเนยนาต่อกาตีนากำเนิดเจียไว้ยึงมันดังเต้เห็นโยมกันสรกยึงเราแต่คลั่งอะทำไมเมื่อนะไปโจรูปดังเพลียมเราแต่การเราตีนี่ดังนุดังให้รูปนุปใกล้ดังโอกาสได้นุตือขังเล็กเนาะดังไงจังวันเนี่ยเมียนในเรียวิทยาอเมริกันมวยก่อนยีปรับมาทั้งสระปองคลั่งđó làถ้าคลั่งอะไม่เนี่ยได้เกเรียนปีสังคมนะเก่งยีปรับมาพวกในเรียวิทยาอังเลกเขา anthropologist พวกในเรียวิทยานั้นเกเรียนปีมนุษย์กทาสรบปองนี้นะมันนึกคลั่งอะไม่ถ้าอาจนิยัยจะมวยขมาวบานมาทางนี่เก่งยัยอย่างไม่เมียนในทำไหมโอ้เก่งยัยบานแต่หยมเยอะครั้งนะเมียนเรื่องไอ้มันสรู้ยังไปโจรูปุ๊บยัยเพลียมแต่อันนั้นพูดในเรื่องวิเชียเกสังเกตนะยังยัยไปอัดกัดดังจังตรเมียนสนองรูปมวยไปโจลดำไปเพื่อตุ่มเนตุ่มโน้มเต้าจมูกนั้นขมาวให้แต่ไปโจลมาอัดเมียนตีไอ้ได้กล่าวแต่ปีขวาจุลุให้มันสงาวนะกรุ๊ปขมาวต่างต่างไปทำงานเอาไปโต้ลือแต่มันสงาวให้ขวาจุลุนะจำรานโปเรื่องต่างนี้จ้องบัญเจเปียไว้ถ้าจ้อพระสมมาสัมพุทธจิมจ้าพระองค์สมได้อย่างโดยมันได้ดำไปหนังเอายืงได้เจียโกนเจียเจ้าเนี่ยอันยังกุศลท้อเอาดอลโดนตาปกเปียบรอเราบอกยืงเดี๋ยวบ้านเลี้ยจ่าโลกในเตาคือเมียนหาย
មានអង្គ3ញាតិញោមណាសាមញ្ញណាស់តាមព្រះទី1ញាតិញោមតម្កល់ទានថ្វាយទានចំពោះព្រះចំពោះអ្នកមានសិលលោកប្រើពាក្យអ្នកមានសិលបដិគិហកៈអ្នកមានសិលជាដូនជីក្តីជាប្រសង់ក្តីពិនភិកច្រើនពុទ្ធសាសនាយើងគឺថ្វាយទានចំពោះព្រះភិក្ខុសង្ឃទានណាញាតិញោមទានជាអមិសទានជាអីទាននឹងបណ្ណាក៏បានថ្វាយទានដូចថ្ងៃហ្នឹងញាតិញោមពុទ្ធបរិស័ទដាក់ជាវេនថ្វាយជាទានទី2ញាតិញោមអង្គទី2គឺឧទ្ទិសកុសលញាតិញោមចិត្តពេលឧទ្ទិសកុសលហ្នឹងមិនមែនសុំទេញាតិញោមគឺបង្ហូរចិត្តទៅបរិសុទ្ធឧទ្ទិសចំពោះបុព្វការីជននឹករលឹកជូនចំពោះអ្នកម្ដាយអើយលោកឪពុកហើយអ្នកញាតិអើយយ៉ាងណានេះខ្ញុំបានធ្វើឲ្យសូមឧទ្ទិសកុសលនេះជូនចំពោះអ្នកទី3បេតានុមោទនាញាតិរបស់យើងបានអនុមោទនានៅបុណ្យកុសលហើយអង្គ3នេះអាចញ៉ាំងកុសលឲ្យកើតមានចំពោះបុព្វការីជនរបស់ផងយើងប៉ុណ្ណឹងញាតិញោមប៉ុណ្ណឹងឯងអ្វីផ្សេងទៀតជាលំអប្រពៃណីវប្បធម៌ល្អអត់មានអីអាក្រក់ទេញាតិញោមពេញចិត្តយ៉ាងណាក៏បានមិនអីទេសម្រស់នៃវប្បធម៌ហ្នឹងល្អស្អាតអញ្ចឹងការធ្វើបុណ្យកាន់វេននេះគឺបំណងធំបំផុតរបស់យើងគឺឧទ្ទិសកុសលជូនចំពោះញាតិញាតិញោមណាប៉ុណ្្នឹងទេញាតិញោមហើយប្រវត្តិរឿងរ៉ាវអីញោមបានស្ដាប់ហើយមិនសំដែងទេបញ្ជាក់មួយទៀតថែមថាចុះខណៈពេលដែលយើងកំពុងធ្វើបុណ្យហ្នឹងចិត្តនឹងត្រូវមានកម្លាំងញាតិញោមធ្វើបុណ្យណាមានកម្លាំងទី1លោកឲ្យមានសទ្ធាពលៈមានកម្លាំងគឺសទ្ធាហ្នឹងគឺធ្វើហ្នឹងគឺដោយកម្លាំងសទ្ធាអ្វីជាកម្លាំងសទ្ធាជ្រះថ្លាប៉ុណ្ណាញោមបំពេញបុណ្យប៉ុណ្ណោះមិនឲ្យបង្ខំញាតិញោមតែប្រឹងអត់ស្រួលទេតែវេនទី6ហ្នឹងដាក់អស់ដៃរមងមើលវត្តណាឡោមបើថាគេចូល200000ឯង200000ស្មើដែរដល់ទៅវិញដេកកដោស្ដាយដល់ឯងគួរចូលច្រើនចូលតែ20000បានចូលហ្នឹងតែញោមធំលេង$200ញោមគិតចិត្តហ្នឹងដាក់ឲ្យ300ឲ្យលើសប្រធានវេនមើលទៅវិញអូឯងជ្រុលដៃបាត់ហើយនេះលោកថាម៉េចលើសអំពីកម្លាំងសទ្ធាពលៈអញ្ចឹងញាតិញោមបុណ្យដែលបំពេញបានដោយតាមកម្លាំងសទ្ធាជាបុណ្យដែលប្រកបដោយអានិសង្សមិនមានវិបដិសារីគឺស្ដាយប្រចិត្តរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងនៅស្រឡាញ់នៅជាប់ជំពាក់នៅអីទាំងអស់ហ្នឹងអញ្ចឹងបានព្រះលោកឲ្យទី1ការបំពេញបុណ្យហ្នឹងត្រូវប្រកបដោយសទ្ធាពលៈសទ្ធាពលៈកម្លាំងសទ្ធានៃចិត្តនៃសទ្ធានៃបុគ្គលម្នាក់ហ្នឹងមានអត់ដូចគ្នាទេញាតិញោមយើងកុំព្យាយាមបំពេញបុណ្យទៅតាមកម្លាំងសទ្ធានៃជនដតីនៃអ្នកដតីឬនៃញាតិឬមិត្តរបស់ផងយើងដល់អញ្ចឹងភ័យញាតិញោមតែអត់តាមកម្លាំងសទ្ធាបដិខៈញាតិញោមស្ដាយអញ្ចឹងមិញចូលលើសកម្លាំងសទ្ធាថ្ងៃនេះមកឌីគុណចៅតកាមកលូរឿងជាពាក្យសំងពាក្យអីគេទៀតមួម៉ៅដល់នេះយ៉ាងម៉េចនេះកើតបដិខៈភ្លាមញាតិញោមណាស្អែកឆ្នាំក្រោយឈប់ទៅវត្តណាឡោមឈប់ទៅលោកគ្រូចៅតកាចាចាំមើលញោមលេងមកបាត់ហើយហ្នឹងអញ្ចឹងសទ្ធាពលៈហ្នឹងសំខាន់ណាស់ញាតិញោមបុណ្យអត់មានកាលណាតែចិត្តនឹងត្រេកល្អហើយជ្រះថ្លាល្អហើយឈ្មោះថាបានបំពេញឲ្យដោយល្អព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងប្រាប់ពុទ្ធបរិស័ទឲ្យបំពេញអំពើល្អហ្នឹងតាមកម្លាំងសទ្ធាសាមញ្ញញោមមើលសាមញ្ញអត់មានវាអត់តឹងអត់ភ័យអត់ខ្លាចអត់បារម្ភអត់បុណ្យចប់ហើយគឺជ្រះថ្លាទាំងអស់គ្នាញោមកម្លាំងសទ្ធាហ្នឹងវាអញ្ចឹងវាជួយយើងអញ្ចឹង
តើអត់តាមកម្លាំងសទ្ធាពិបាកណាស់ញាតិញោមហ្នឹងហើយតែទេព្រះអង្គអើយវេន6នឹងកាលណាមកវាគ្មានស្អីទេមកបានតែបាយមួយស្រាក់ត្រីឆ្លូញពីរប៉ុណ្ណឹងទេព្រះអង្គប៉ុណ្ណោះក៏បានក៏ឈ្មោះថាជាកម្លាំងសទ្ធាដែលលោកមានហើយណាអញ្ចឹងវាស្រួលញោមណាអញ្ចឹងទី1ញាតិញោមត្រូវមានកម្លាំងសទ្ធាទី2វិរិយៈពលៈកម្លាំងមួយទៀតគឺការព្យាយាមហ្នឹងញាតិញោមណោះដូចអញ្ជើញមកហ្នឹងអីហត់ណាមិនស្រួលទេហើយមកហ្នឹងក៏គ្មានអ្នកណាក៏ជួលឲ្យមកឬថៃមកអីទេមិនមានទេគឺដោយសទ្ធាដោយក្តីព្យាយាមវិរិយៈពលៈកម្លាំងសទ្ធាហ្នឹងហើយញាតិញោមមានហើយមិនមានអីទេទី3សតិពលៈត្រមានកម្លាំងគឺសតិជាពិសេសពេលដែលបំពេញបុណ្យកុសលនេះដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកឲ្យញាតិញោមពុទ្ធបរិស័ទនឹងរវាំងប្រយ័ត្នផ្លូវចិត្តញាតិញោមខណៈពេលដែលបំពេញបុណ្យនឹងលោកអត់ឲ្យលោកឲ្យយើងនឹងសតិនឹងរលឹកដោយកាយខ្លាចរលួតសតិទៅក៏កាយមិនគប្បីចំពោះអ្នកណារលឹកដោយវាចាមានវាចានឹងពីរោះញាតិញោមណោះព្រោះខ្លាចសតិពលៈនឹងរលឹកដោយវាចានៅបនបកែកនេតញយហ្នឹងណាចឹងព្រះលោកហាមថាប្រយ័ត្នញាតិញោមណោះបើនៅផ្ទះធ្លាប់និយាយ 100% មកវត្តឲ្យបថយជាពិសេសញាតិញោមច្រើនអញ្ចឹងទៅខ្លាចប៉ះពៀផ្លូវចិត្តញាតិញោមណាដោយសារការរស់នៅនៃជីវិតប្រចាំថ្ងៃរបស់ពួកយើងផ្សេងគ្នាអញ្ចឹងព្រះលោកឲ្យមានសតិពលៈរវាំងប្រយ័ត្នញាតិញោមណាហ្នឹងហើយចឹងការញោមគាត់ធ្លាប់នៅផ្ទះគាត់និយាយច្រើនដល់មកដល់វត្តហ្នឹងគឺនិយាយរហូតតាំងពីសូត្រមុនរហូតដល់វេនិយាយឲ្យមិនឈប់ហ្មងនិយាយលោកទេសក៏នៅតែនិយាយលោកសូត្រមុនក៏នៅតែនិយាយអាចារ្យយ៉ាងកេងចប់ហើយក៏នៅតែនិយាយដូចថាវាចង់តែនិយាយណាអាហ្នឹងគឺថាអត់មានសតិពលៈហើយមែនទេលោកឲ្យបញ្ជាក់តែហ្នឹងអត់មានអីទេវាសន្សំញាតិញោមខ្លះសន្សំនិយាយច្រើនបើអត់បាននិយាយហ្នឹងនៅមិនសុខតែមកដូចថាវាមានស្អីនៅក្នុងខ្លួនអ្នកខ្លះទៀតសន្សំមិនសូវនិយាយញាតិញោមមិននិយាយទេណាមិននិយាយតែបើនិយាយគឺថាចេញមកភ្លើងយកគ្នារមាត់ដូចតែសន្សំយូរហើយវាខុសគ្នាណាញាតិញោមណាតែនិយាយមកឆេះទឹកឆេះដីហ្នឹងដូចនេះចឹងឯងមានអ្នកសន្សំផ្សេងគ្នាចឹងបានអាត្មាចេះឃើញអ្នកម្ដាយក្មេងៗចេះឆ្ងល់ថាព្រះអង្គហើយកូនកណាអាមួយនេះវាកាត់ទៅរកអ្នកណាបើវាខុសគេខុសឯងថាមែនទេវាសន្សំមកតាំងពីទូចតាំងពីជាតិណាមកសន្សំយកឯងបងប្អូនពីរនាក់វាខុសគ្នាណាកើតចេញពីការសន្សំផ្លូវចិត្តញាតិញោមហ្នឹងហើយអញ្ចឹងសតិពលៈសូមអស់លោកអ្នកសប្បុរសទាំងអស់រលឹកមួយទៀតពេញបុណ្យកុសលនេះលោកឲ្យរវាំងផ្លូវចិត្តមិនឲ្យបដិខៈខ្លាំងខ្នាក់នឹងច្រើនកាត់បន្ថយបលិពោតដោយសារញាតិញោមនៅផ្ទះរវល់ច្រើនហើយជាមួយក្រុមគ្រួសារជាមួយនឹងជីវិតមួយឆ្នាំហើយអញ្ជើញមកវត្តធូរខ្លះញាតិញោមអ្នកកាន់ពុទ្ធសាសនាបដិបត្តិធម៌ដល់បើបដិបត្តិធម៌នឹងតឹងអានឹងមានន័យថាការបដិបត្តិធម៌នឹងមិនតន់ឲ្យផលទេហ្នឹងហើយចឹងបានញាតិញោមខ្លះគាត់ចេះតែលើកសំណួរថាព្រះអង្គអើយកាលមុនរៀនធម៌ចិត្តដូចសុបាយដូចថាវាខុសខ្លះត្រូវខ្លះដល់រៀនធម៌ដូចតឹងទ្រូងដល់ហើយព្រះអង្គទៅវត្តដូចខុសចេះខុសចេះក៏ដូចមិនទេព្រះអង្គតែមែនទេអានឹងបដិបត្តិមិនតន់នេះទេព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រកាសសម្ដែងព្រះសទ្ធម្មនេះដើម្បីជួយការរស់នៅរបស់មនុស្សលោកហ្នឹងឲ្យវាស្រាកស្រានអំពីកង្វល់អំពីអីហ្នឹងវិធីដោះស្រាយហ្នឹងហើយបើសិនជាយើងមិនតាន់រៀនធម៌ចិត្តហ្នឹងដូចវារៀង
តឹងដែរប៉ុន្តែដល់ពេលរៀនធំវាកាន់តែតឹងហ្មងអ្នកខ្លះអាហ្នឹងមានន័យថាការបដិបត្តិធម៌ហ្នឹងមិនតាន់ឲ្យផលទេអញ្ចឹងណាញាតិញោមអ្នកខ្លះមិនតាន់រៀនធម៌មិនសូវប្រកាន់ដល់រៀនធម៌ប្រកាន់តម្រងហ្នឹងហើយមិនតាន់សុំសិលដូចជាធម្មតាប៉ុន្តែសុំហើយប្រកាន់យករំលងកាលនៅបួសកាលនៅប្រសក់អត់សូវអីទេធម្មតាដល់បួសហើយប្រកាន់យកគ្នាហ្មងនឹងមានន័យថាការបដិបត្តិធម៌នោះគឺមិនតាន់ឲ្យផលទេចឹងដាក់ចោះញាតិញោមណារលឹកចិត្តពេលដែលកំពុងធ្វើបុណ្យនេះសូមញាតិញោមកាត់បន្ថយនៅបរិពោធមកវត្តនេះជាពេលវេលាដែលកាត់បន្ថយនៅការប្រកាន់មមនៅក្នុងអត្តាជាខ្លួនជាអ្នកនេះជាអ្នកនោះទៅជួយយើងញាតិញោមជួយយើងបានច្រើនក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃទី4សមាធិពលៈលោកឲ្យមានកម្លាំងគឺការស្ងប់ហ្នឹងមិនឲ្យស្ងប់អីខ្លាំងទេមកល្មមថែរក្សាកាយវិចាចិត្តហ្នឹងបងភាវៈនៃពុទ្ធជនញាតិញោមណាមិនឲ្យយើងត្រូវមានបញ្ញាហ្នឹងកុំឲ្យចិត្តហ្នឹងវារងការដុតកម្លោចដោយភ្លើងគ្រប់យ៉ាងទាំងអស់ច្រើនពេកញាតិញោមណាដុតដោយអីទោសៈដុតដោយអីការប្រកាន់ហ្នឹងហើយនេះយើងកាលណារៀនធម៌ទៅមើលឃើញនៃចិត្តហ្នឹងពិបាកញាតិញោមហ្នឹងហើយពិបាកអ្នកខ្លះសំប្រកាន់ច្រើនណាស់សំអ្នកខ្លះមិនសំទេចិត្តអញ្ចឹងលោកឲ្យយើងទាំងអស់គ្នានឹងមានភាពស្ងប់រងាប់នឹងពេលខ្លះដើម្បីអនុញ្ញាតឲ្យចិត្តនឹងបានធូរស្បើយដោយមានសមាធិនឹងជាកម្លាំងទី5បញ្ញាពលៈលោកមានបញ្ញានឹងជាកម្លាំងបញ្ញានេះសំខាន់ណាស់ញាតិញោមសម្រាប់ពួកយើងអ្នកបដិបត្តិព្រះពុទ្ធសាសនាកណាអត់បញ្ញាងាយនឹងគេកុហកងាយនឹងគេបោកតែបើមានបញ្ញាងាយនឹងថែរក្សាងាយនឹងបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងបញ្ញានេះជាកម្លាំងធំណាស់បញ្ញាពលៈហើយចម្រើនពោបញ្ជាក់មកវិញផងដែរថាសម្រាប់កិច្ចបដិបត្តិនៅក្នុងការបំពេញកុសលនៅក្នុងការធ្វើបុណ្យកាន់វេននេះអត់មានអីច្រើនទេដោយបញ្ជាក់សម្ដែងមិញអញ្ចឹងទី1ថ្វាយទៀនញោមចាប់ផ្ដើមថ្វាយទៀនហើយទី2ហ្នឹងហើយឧទ្ទិសកុសលទី3បេតានុមោទនាញាតិរបស់អស់លោកអ្នកនឹងបានអនុមោទនាអង្គ3នេះញ៉ាំងសង្ឃទានញ៉ាំងតក្កណានុពទានបុណ្យកាន់វេននេះឲ្យមានផលសម្រេចដល់ញាតិទាំងអស់នោះអញ្ចឹងបច្ចៈសេចក្តីនឹងថាបុណ្យកាន់វេននោះគឺឧទ្ទិសចំពោះញាតិហើយបុណ្យកាន់វេននេះជាបុណ្យមួយដែលជួយប្រជាជាតិទាំងមូលញាតិញោមមិនមែនតែម្នាក់ឯងទេគឺប្រជាជាតិទាំងមូលសង្គមទាំងមូលហើយនឹងគ្រួសារថ្ងៃប្រជុំធំគ្រួសារទាំងអស់នឹងជួបជុំគ្នាជួបឪពុកជួបម្ដាយដោយសារតែសង្គមបច្ចុប្បន្ននេះពួកយើងប្រឹងរស់កូនប្រឹងរស់ដោយកូនទៅប្អូននឹងប្រឹងរស់ដោយប្អូនទៅម្ដាយឪពុកនឹងប្រឹងរស់ទាំងអស់គ្នាអញ្ចឹងទៅបែកគ្នាគ្រួសារខ្មែរសពថ្ងៃរស់បែកគ្នាភាគច្រើនដោយសារតែការងារដោយសារតែរបៀបរស់នៅក្នុងសង្គមបច្ចុប្បន្ននេះបុណ្យកាន់វេនបុណ្យភ្ជុំបិណ្ឌនេះជាឱកាសដែលឲ្យគ្រួសារខ្មែរទាំងអស់វិលទៅជួបគ្នាចង្កាលបងប្អូន6 7នាក់មួយឆ្នាំតន់ជួបគ្នាម្ដងទេជួបតែពេលបុណ្យ
ចឹងជាចំណងជាវិធីសាស្ត្រដែលអាចជួយឲ្យគ្រួសារនឹងវិលមកជួបគ្នាឃើញគ្នាក្នុងភាវៈជាបងជាប្អូនទី2ក៏ជាឱកាសជាបុណ្យដែលបង្រៀនដល់ពួកយុវជនយើងចំនួនក្រោយឲ្យលោកស្គាល់អំពីអត្តសញ្ញាណនៃប្រជាជាតិមួយហើយបង្រៀនកូនបង្រៀនចៅអំពីសិលធម៌អំពីគុណធម៌អំពីវប្បធម៌សម្រាប់ឲ្យគ្នាមានផ្លូវមានឱកាសមានមាគ៌ាមានទស្សនវិជ្ជាមានធម្មៈសម្រាប់បដិបត្តិនៅក្នុងជីវិតរបស់ខ្លួនទីនេះជាម្ដាយខ្ញុំនេះជាលោកឪពុកនេះជាបងនេះជាប្អូននៅក្នុងសង្គមយើងគោរពយ៉ាងដូចនេះឪពុកគោរពក្នុងសង្គមខ្មែរនឹងមេដាបេដានឹងលោកតម្កល់ជាព្រះបងគោរពបងប្អូនគោរពប្អូននេះជាកោសិកាសង្គមដែលកសាងទឹកដីកម្ពុជារបស់យើងអញ្ចឹងការដែលពុទ្ធបរិស័ទទូទាំងប្រទេសទាំងអស់លោកព្យាយាមប្ររពបុណ្យនេះឡើងគឺជាការជួយជ្រោងសង្គមនឹងឲ្យដើរទៅមុខយើងមិនមែនសង្គមអត់មានអរិយធម៌អត់មានវប្បធម៌ទេណាជាសង្គមមួយដែលពោពេញមានវប្បធម៌ប្រពៃណីហើយជាតួនាទីរបស់ញាតិញោមក្នុងវ័យចាស់នេះឯងដែលបន្សល់ទុកនូវមរតកសម្រាប់មនុស្សចំនួនក្រោយដោយវប្បធម៌យើងអីយើងមិនដែលហៅម្ដាយឪពុកចំឈ្មោះទេហៅតែឪពុកហៅម៉ាក់ហៅប៉ាហៅម៉ែហៅឪបើថាញោមឈ្មោះសុកក៏មិនដែលហៅសុកបើលោកខាងលិចហៅពុកម្ដាយហៅសុកទៅហៅចំតម្រងណាឪឈ្មោះ David គេ Hi David សួស្ដី David ហៅអញ្ចឹងតម្រងណាជួនកាលអាខ្លះហៅ Daddy ដល់ខ្លះអត់ទេហៅឪឈ្មោះតសុកហៅសុក Hi សួស្ដីសុកទៅណាថាអញ្ចឹងហ្នឹងស្មានលោកភ្ញាក់តើអូប៉ុន្តែយើងអត់មានទេវប្បធម៌យើងនេះដោយសារតែអីដោយសារតែកើតចេញអំពីតម្លៃវប្បធម៌តម្លៃសាសនាតម្លៃប្រពៃណីតម្លៃអរិយធម៌ទាំងអស់ហ្នឹងបានអាចคล้ายទៅជាសង្គមមួយដែលមានទម្លាប់រស់នៅគោរពគ្នាចាប់ផ្ដើមតាំងពីគ្រួសាររហូតដល់សង្គមជាតិអញ្ចឹងណាញាតិញោមហ្នឹងហើយអញ្ចឹងប្រពៃណីអីទាំងអស់ហ្នឹងគឺជាលំអជាផ្នែកមួយជាផ្នែកមួយនៃសង្គមដែលជួយស្រោចស្រពសង្គមហ្នឹងតាមរយៈវប្បធម៌ប្រពៃណីហ្នឹងបណ្ដុះខាត់ដួងចិត្តរបស់មនុស្សខ្មែរហ្នឹងឲ្យស្រទន់ឲ្យស្រឡាញ់ឲ្យចេះអត់ឱនប៉ុន្តែយើងមិនឲ្យចេះអត់ឱនឲ្យចេះអនុគ្រោះគ្នាកំសត់ណាមនុស្សយើងញាតិញោមគ្រាន់តែជិះឡានណាវ៉ាគ្នាមិនឲ្យគេវ៉ាមិនបានណាមនុស្សអ្នកខ្លះគាត់មានកំណាញ់រហូតដល់កំណាញ់ផ្លូវជាតិណាមកគាត់វ៉ាមិនបានឲ្យមិនឲ្យវ៉ាឡានពេទ្យក៏មិនឲ្យវ៉ាយើងគិតមើលមនុស្សកំសត់ប៉ុណ្ណានេះដួងចិត្តនេះបើថាកំណាញ់លុយទៅគ្រាន់បើញោមអានេះកំណាញ់តាំងពីផ្លូវជាតិឡើងណាអានេះសង្ស័យទៅថ្ងៃក្រោយធ្វើផ្លូវមួយបើកម្នាក់ឯងតែម្ដងនេះសង្គមកាលណាទៅធ្លាក់ដល់កម្រិតហ្នឹងមានន័យថាជាតួនាទីរបស់ញាតិញោមហើយប៉ូលីសចាំផាកប៉ុន្តែយើងនឹងបង្រៀនកូនចៅអ្នកណាណោះកូនចៅខ្ញុំលៀងអ្នកណាឬកូនចៅខ្ញុំណាណែអញ្ចឹងបង្រៀនសង្គមមនុស្សហ្នឹងហើយរបស់អស់ទៅហ្នឹងគឺបង្រៀនបានច្រើនយ៉ាងតាមសាលាផងតាមអីផងប៉ុន្តែក្នុងនោះតួនាទីរបស់ព្រះពុទ្ធសាសនាហ្នឹងគឺបង្រៀនមនុស្សទាំងអស់ហ្នឹងឲ្យស្គាល់អំពីអ្វីដែលខុសអំពីអ្វីដែលត្រូវអញ្ចឹងហ្នឹងញាតិញោមហ្នឹងហើយអញ្ចឹងបង្រៀនញោមប្រាប់កូនចៅអាត្មាចិត្តបារម្ភឃើញពួកយុវជនយើងឲ្យទោសវប្បធម៌ខ្លួនឯងឲ្យទោសថានេះវាមិនល្អអានេះវាអញ្ចេះនេះវាអញ្ចោះវប្បធម៌អ្វីគ្រប់យ៉ាងដែលជាវប្បធម៌ខ្លួនឯងហ្នឹងយុវជនមួយចំនួនហ្នឹងយល់ជាសត្រូវឲ្យទោសតែម្ដងតែទទួលយកវប្បធម៌ដតីមកដាក់ខ្លួនហើយលើកតម្កើងវប្បធម៌ទាំងអស់នោះ
នេះជាវិបត្តិហើយញាតិញោមអញ្ចឹងលោកម្ដាយលោកឪពុកទាំងអស់ដែលជាអ្នកបឋមប្រធាននៅក្នុងគេហដ្ឋានហ្នឹងជួយស្រោចស្រពកូនចៅតាំងពីតូចធំអីយុវជនអីទាំងប្រាប់អំពីសេចក្តីល្អនៃវប្បធម៌របស់ពួកយើងហើយតមកចំណន់ទៀតបើសិនជាយុវជនឬក៏មនុស្សខ្មែរចំនួនក្រោយឲ្យទោសដល់វប្បធម៌ខ្លួនមិនយូរមិនឆាប់សង្គមយើងនឹងបាត់បង់នៅវប្បធម៌ដ៏ល្អហើយនឹងមិនមានញាតិញោមបរិស័ទចឹងស្អាតអញ្ចឹងស្លៀកហូលប្រមួងអីមកទៀតទេតែមកនឹងខោលើជង្គង់ចូលវត្តហើយមកនឹងឈួរអោបដៃ what is this what is that ហើយអាហ្នឹងសង្គមយើងទៅណាអ្នកម្ដាយហើយលោកពុកហើយណាហ្នឹងហើយគេខំណាស់វប្បធម៌នេះព្រោះវាជាវិធីសាស្ត្រដ៏ស្រទន់ហើយត្រជាក់បំផុតដែលអាចចូលទៅក្នុងដួងចិត្តរបស់មនុស្សបានជួនកាលអ្នកខ្លះអត់អាចស្ដាប់អីបានទេតែឮចម្រៀងប្រពៃណីស្រឡាញ់ទឹកដីតែម្ដងឃើញទេណែវប្បធម៌ហ្នឹងចូលអញ្ចឹងឮពងសាវតាខ្មែរហូរទឹកភ្នែកហ្មងណាហេតុអីក៏ប្រជាជាតិខ្ញុំកំសត់ម្លេះឃើញទេវប្បធម៌អញ្ចឹងចូលទៅជួយមនុស្សអញ្ចឹងយើងត្រូវការសេចក្តីសុខយើងពេញចិត្តអ្នកខ្លះមាននិស្ស័យស្ដាប់អីមិនយល់ស្ដាប់តែឮព្រះធម៌ជ្រះថ្លាពេញចិត្តស្រឡាញ់ទឹកដីស្រឡាញ់សាសនាស្រឡាញ់ឪពុកម្ដាយស្រឡាញ់បងប្អូនហ្នឹងឃើញទេណានេះអញ្ចឹងវត្តអារាមហ្នឹងដើរតួនាទីជួយផ្នែកហ្នឹងហើយញោមជាអ្នកដែលសំខាន់ក្មេងខ្លះអាចស្ដាប់ញោមកូនចៅទាំងឡាយភាកច្រើនហ្នឹងស្ដាប់មេត្តាបិតាអញ្ចឹងញោមជួយប្រោះព្រំណាញាតិញោមណាប្រោះព្រំកូនអើយវប្បធម៌ប្រពៃណីអញ្ចឹងបានអាត្មាពេលព្រឹកឡើងម៉ោង3ម៉ោង4ហ្នឹងចេះតែព្យាយាមជាមួយនឹងពួកយុវជនហ្នឹងហើយក្មេងយើងតាមពិតកន្លែងខ្លះគ្នាឆ្ងាយពីវប្បធម៌ប្រពៃណីដោយសារតែអត់មានអ្នកណាប្រាប់គ្នាអាត្មាក៏មិនដឹងថានៅផ្ទះយ៉ាងណាប៉ុន្តែពេលអញ្ជើញមកវត្តដល់យើងប្រាប់ថាយ៉ាងដូចនេះធ្វើយ៉ាងដូចនេះវាបានផលអញ្ចេះល្អយុវជនទាំងអស់នោះគ្នាពេញចិត្តសប្បាយចិត្តហ្នឹងណាញាតិញោមហ្នឹងហើយត្រូវគិតរួមទាំងអស់គ្នាញាតិញោមមើលបើគេរំលោភទឹកដីយើងឈឺយើងមានដីឯណានៅម្ដុំទល់ដែរហ្នឹងអត់មែនទេដីញោមនៅពេញប៉ុន្តែគេប៉ះយើងនោះឈឺពីព្រោះអានោះជាស្អីវាជាផ្ទះរួមរបស់យើងអញ្ចឹងត្រូវតែកូនចៅចំនួនក្រោយហ្នឹងត្រូវតែជាកម្លាំងដ៏មុតស្រួចនៅក្នុងការការពារសង្គមទឹកដីហើយសង្ឃឹមលើញាតិញោមទាំងអស់ហ្នឹងសង្គមមួយដែលអាចការពារបានទឹកដីបានគឺពួកយុវជនហ្នឹងស្រឡាញ់ទឹកដីអត់មានសក់ណាក្បាលហ្នឹងទេតែសក់ណាក្បាលហ្នឹងអស់ទាំងក្បាលអស់ទាំងសក់ហើយណាហើយគ្នាឯងនិយាយអត់ជឿទេដូចសម័យញោមអញ្ចឹង75ទៅជឿឯណាស្តាលីនឯណាជឿឯណាស្អីណាមនុស្សនៅជើងមេឃចិត្តអង្គតាក់តិចនោះដែរឃើញហ្នឹងគេយកមកអនុវត្តតិចទាំងអស់អាហ្នឹងវាកើតចេញអំពីការយល់ច្រឡំថាខ្លួនស្រឡាញ់ទឹកដីចឹងយុវជនយើងតាមរយៈសាសនាតាមរយៈវប្បធម៌តាមរយៈព្រហ្មវិហារធម៌របស់មេត្តាបិតានឹងញោមស្រោចស្រពដួងចិត្តរបស់ពួកយុវជននឹងឲ្យចេះស្រឡាញ់ទឹកដីស្រឡាញ់គ្រួសារស្រឡាញ់សង្គមបងទៅស្រុកយើងតចំនួនទៅនឹងបានរស់នៅប្រកបដោយសុខប្រកបដោយចម្រើនហើយអាត្មានៅតែសរសើរនៅការលះបង់របស់ពុទ្ធបរិស័ទញាតិញោមល្អណាស់ល្អមែនទែនលះបង់គ្រប់យ៉ាងដើម្បីព្រះពុទ្ធសាសនាដើម្បីសង្គមនេះជាការចូលរួមវិភាគទានការកសាងសង្គមមួយដ៏ធំធេងសូមពុទ្ធបរិស័ទទាំងអស់លោកបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើនដោយអដ្ឋមនុញ្ញផល
ដែលកើតអំពីការសម្ដែងព្រះធម្មវិសេសទេសនាក្នុងថ្ងៃនេះឧទ្ទិសជូនចំពោះញាតិរបស់លោកម្ចាស់វេនរបស់អ្នកចូលរួមទាំងអស់សូមឲ្យបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុ